ក្នុងដីហុយនៃកន្លែងសំណងស្បែកជើងប៉ាសកាយក៏គិតនឹងផ្លូវដែលមិនដែលស្គាល់ឈ្មោះមេឃនៅទីនេះហប់ហើយមើលមិនឃើញពពកស្លាយមានតែផ្សែងឡានដែលដុតដង្ហើមចូលមិនចង់រួចដៃទាំងពីរក្រិនព្រោះកាន់ដែកនឹងស៊ីម៉ហត់ខ្លាំងណាស់ក៏ដល់បាយកញ្ចប់ដែលអ៊ូក្នុងថង់ផ្លាស្ទិកឮទេសំឡេងកន្ទ្រឹមរំចេញពីវត្តយោចាស់វាបកកាត់វាលស្រែមកដល់បន្ទប់ជួចង្អៀតនេះនៅក្លិនដីសើមក្រោយមេឃភ្លៀងនៅឯផ្ទះយើងចង់តែទៅវិញភ្លាមតែហោបើនៅទំនេរស្អាតត្រូវតែតស៊ូបន្លឺចង្គៀងតាមផ្លូវមិនកក់ក្ដៅដូចភ្នក់ភ្លើងយីដុតទេយាយប្រហែលជាកំពុងបុកមិនលូទាំងងងឹតស្លប់អង្គុយលើក្រែឬស័យដែលបាក់ជើងមកខាងនោះគាត់មើលទៅផ្លូវភូមិដែលលែងមានអ្នកដើរកាត់ក្នុងចិត្តគាត់ច្បាស់ជាសូត្រធម៌ឲ្យចៅវិលវិញឲ្យបាក់ចាស់ពណ៌សដែលធ្លាប់ស្លៀកទៅវត្តចាំចៅផងនៅតែធំលំសៅរមៀតដែលគាត់លាបឲ្យខ្ញុំលុយពី300រៀលផ្ញើទៅផ្ទះទាំងទឹកភ្នែកធ្នូនឹងការខកខានមិនបាននៅមើលថែដែលមានគុណតែត្រូវរងចាំដល់ពេលណាទៀតទើបជីវិតសំប្រកបខ្ញុំលែងចង់បានហើយភាពស៊ីវិល័យដែលគ្មានវិញ្ញាណម៉ែអើយកូនហត់ខ្លាំងណាស់ឮទេសំឡេងកន្ទ្រឹមរំចេញពីវត្តយោចាស់វាបកកាត់វាលស្រែមកដល់បន្ទប់ជួចង្អៀតនេះនៅក្លិនដីសើមក្រោយមេឃភ្លៀងនៅឯផ្ទះយើងចង់តែទៅវិញភ្លាមតែហោបើនៅទំនេរស្អាតបន្លឺចង្គៀងតាមផ្លូវមិនកក់ក្ដៅដូចភ្នក់ភ្លើងយីដុតទេស្អែកត្រូវក្រោកពីព្រលឹមវិញហើយអាវយឺតប្រឡាប់ពណ៌សក៏คล้ายជាពណ៌ដីយាយអើយចាំចៅផង